របៀបស្នើសុំសៀវភៅការងារនិងប័ណ្ណសម្គាល់កម្មករជាតិខ្មែរបាទដើម្បីធ្វើការស្នើសុំសៀវភៅការងារនិងប័ណ្ណសម្គាល់កម្មករជាតិខ្មែរបានអ្នកទាំងអស់គ្នាត្រូវបើកគេហទំព័ររបស់ក្រសួងការងារដោយចូលមកកាន់ browser ណាមួយដែលមាននៅលើកុំព្យូទ័ររបស់លោកអ្នកឬក៏នៅលើទូរស័ព្ទដៃរបស់លោកអ្នកបន្ទាប់មកគឺអ្នកទាំងអស់គ្នាបើកកន្លែងគេហទំព័រ address bar នេះដោយវាយពាក្យថា lacms.mlvt.gov.kh បាទក្រោយពីបើកគេហទំព័រនេះហើយអ្នកទាំងអស់គ្នាត្រូវប្រកាសថាតើការស្នើសុំសៀវភៅនិងប័ណ្ណសម្គាល់នេះគឺយើងស្នើសុំក្នុងនាមសហគ្រាសស្នើសុំឲ្យកម្មករចិត្តឬក៏កម្មករចិត្តផ្ទាល់គាត់ធ្វើការស្នើសុំដោយខ្លួនឯងដោយប្រព័ន្ធនេះគឺបានអនុញ្ញាតឲ្យយើងធ្វើការស្នើសុំបានពីររបៀបទី1គឺក្នុងនាមកម្មករចិត្តផ្ទាល់បាទក្នុងនាមកម្មករចិត្តផ្ទាល់គឺតាមរយៈកន្លែងនេះបន្ទាប់មកប្រសិនបើករណីក្នុងនាមសហគ្រាសគឺយើងត្រូវចូលទៅក្នុងប្រព័ន្ធកន្លែងនេះវិញបាទអញ្ចឹងតើតើជាមួយនឹងប្រព័ន្ធគឺយើងអាចស្នើសុំបានតាមរយៈពីររបៀបនេះបាទអញ្ចឹងយើងត្រូវកលែកមើលថែមទៀតថាតើនៅពេលដែលការស្នើសុំដំបូងយើងត្រូវត្រៀមឯកសារអីខ្លះមុននឹងចូលទៅកាន់ប្រព័ន្ធនៃការស្នើសុំបាទអញ្ចឹងទី1គឺអ្នកទាំងអស់គ្នាត្រូវត្រៀមទី1គឺវិញ្ញាបនបត្រពិនិត្យកាយសម្បទាចំនួន1ច្បាប់អាចមានវិញ្ញាបនបត្រមុខរបរកម្មករចិត្តដែលចេញដោយយោជកបាទអញ្ចឹងទម្រង់ form ហ្នឹងគឺអ្នកទាំងអស់គ្នាអាចទាញបាននៅក្នុងប្រព័ន្ធតែម្ដងបាទទី3គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬសៀវភៅគ្រួសារឬសេចក្តីចម្លងសម្បត្តិកំណើតទី4គឺរូបថតចំពីមុខ 4x6 ចំពោះរូបថតនេះគឺអ្នកទាំងអស់គ្នាអាចថតភ្លាមៗបាននៅពេលដែលយើងចាប់ផ្ដើមស្នើសុំក៏បានដែរនិងទី5គឺយើងត្រូវត្រៀមលេខវិញ្ញាបនបត្រពិនិត្យកាយសម្បទានេះនៅពេលដែលយើងបញ្ចូលលេខវិញ្ញាបនបត្រពិនិត្យកាយសម្បទាគឺទិន្នន័យមួយចំនួនធំគឺនឹងធ្វើការបំពេញឲ្យយើងដោយស្វ័យប្រវត្តិអូខេអញ្ចឹងបន្ទាប់មកទៀតគឺចំពោះទិន្នន័យដែលនៅសល់គឺយើងត្រូវបំពេញបន្ថែមដូចជាកម្រិតវប្បធម៌ព័ត៌មានការងារហើយនឹង scan វិញ្ញាបនបត្រមុខរបរដើម្បីធ្វើការភ្ជាប់ទៅក្នុងប្រព័ន្ធអូខេបន្ទាប់ពីយើងធ្វើការបញ្ចូលហើយគឺយើងត្រូវរងចាំសេវានោះរយៈពេល10ថ្ងៃនៃថ្ងៃធ្វើការដើម្បីធ្វើការត្រួតពិនិត្យមានថាបង់សេវារួចរាល់គឺប្រព័ន្ធនឹងធ្វើការត្រួតពិនិត្យក្នុងរយៈពេល10ថ្ងៃហើយនឹងធ្វើការឲ្យយើងអាចទាញយកទទួលសៀវភៅនឹងតាមរយៈប័ណ្ណហ្នឹងគឺនៅក្នុងប្រព័ន្ធតែម្ដងមានថាយើងអាចទាញយកហើយបោះពុម្ពដែលព្រីនចេញពីប្រព័ន្ធអូខេអញ្ចឹងដើម្បីដំណើរការនៃការចាប់ផ្ដើមធ្វើការបំពេញព័ត៌មានបានទី1អ្នកទាំងអស់គ្នាត្រូវចូលទៅក្នុងប្រព័ន្ធអញ្ចឹងត្រូវគិតថាតើប្រព័ន្ធដែលអ្នកទាំងអស់គ្នានឹងចូលនោះគឺក្នុងនាមកម្មករចិត្តផ្ទាល់ឬក៏ក្នុងនាមរោងចក្រសហគ្រាសចឹងប្រសិនបើក្នុងនាមកម្មករចិត្តផ្ទាល់អ្នកទាំងអស់គ្នាអាចចុះឈ្មោះហើយប្រើប្រាស់ប្រព័ន្ធរបស់កម្មករចិត្តផ្ទាល់ស្នើសុំមានថាចុះឈ្មោះចូលប្រព័ន្ធសិនបន្ទាប់ពីយើងបំពេញព័ត៌មានអ៊ីមែលហើយនឹងលេខសម្ងាត់ដែលយើងបានចុះឈ្មោះរួចអ្នកទាំងអស់គ្នាត្រូវចូលមកដល់ចំណុចទី6ដែលខ្ញុំបានបង្ហាញអំបញ្ញមិញនេះបាទគឺចូលមកដល់ចំណុចទី6នេះចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់ចំណុចទី6នេះគឺអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមធ្វើការបញ្ចូលព័ត៌មានដោយសារតែកន្លែងនេះគឺយើងអត់ទាន់ធ្វើការ log in ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការ log in ចូលទៅក្នុងប្រព័ន្ធហើយចំណុចទី6នេះនឹងលោតឡើងមកដល់ចំណុចទីតាំងនៃព័ត៌មាននេះតែត្រូវបំពេញទាំងអស់នេះហើយបាទអញ្ចឹងទី1គឺកន្លែងមួយនេះគឺជាចំណុចសំខាន់បាទចំណុចខាងលើគេនេះបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមានវិញ្ញាបនបត្រពិនិត្យកាយសម្បទាហើយគឺយើងនឹងមានលេខសម្គាល់នៅផ្នែកខាងលើនេះអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមបញ្ចូលលេខវិញ្ញាបនបត្រពិនិត្យកាយសម្បទាព័ត៌មានមួយចំនួនគឺត្រូវបានបំពេញឲ្យអ្នកទាំងអស់គ្នាហើយអញ្ចឹងចំពោះព័ត៌មានដែលនៅសេសសល់គឺអ្នកទាំងអស់គ្នាបំពេញបន្ថែមបាទអញ្ចឹងក្រោយពីបំពេញបន្ថែមហើយគឺអ្នកទាំងអស់គ្នាចុចភ្ជាប់រូបថតភ្ជាប់អីមកបាទមានកម្រិតវប្បធម៌មានឯកសារដែលត្រូវភ្ជាប់មាន scan ភ្ជាប់ណាអញ្ចឹងចំពោះទម្រង់វិញ្ញាបនបត្រមុខរបរអ្នកទាំងអស់គ្នាអាចចុចនៅកន្លែងនេះដើម្បីធ្វើការទាញយកប្រកាសនៃដែលអ្នកទាំងអស់គ្នាអត់ទាន់មានបាទអត់ទាន់មានទម្រង់គឺយើងត្រូវទាញហើយយកបំពេញឲ្យហើយសិនហើយមានបោះត្រាក្រុមហ៊ុនក៏ដូចជាបោះត្រាទៅលើរូបថតជាដើមទៅលើសន្លឹកវិញ្ញាបនបត្របាទបន្ទាប់មកគឺកន្លែងនេះគឺអ្នកទាំងអស់គ្នាអាចធ្វើការថតរូបភ្លាមឬក៏យើងស្វែងរកបើកាលណាអ្នកទាំងអស់គ្នាមានរូបថតនៅក្នុងកុំព្យូទ័រស្រាប់អ្នកទាំងអស់គ្នាចុចលើស្វែងរករូបថតនេះហើយធ្វើការសេរីមួយពេញដើម្បីធ្វើការកំណត់ថាតើរូបថតដែលយើងបញ្ជូនទៅនេះគឺសម្រាប់ធ្វើការបោះពុម្ពនៅលើសៀវភៅគឺច្បាស់ហើយនឹងស្អាតដែរអត់បាទចំណុចខាងក្រោមនេះប្រសិនបើក្នុងនាមកម្មករចិត្ត
គឺយើងអាចរក្សាទុកបញ្ជូនតែម្ដងដោយសារកម្មករអញ្ចិតគឺយើងស្នើសុំម្ដងមួយទេម្នាក់មួយប៉ុន្តែបើកម្មករអញ្ចិតប្រសិនបើក្នុងនាមសហគ្រាសវិញយើងអាចធ្វើការរក្សាទុកនិងបញ្ចូលបន្ថែមបុគ្គលិកថ្មីមានថាអ្នកទាំងអស់គ្នាអាចបញ្ចូលបន្ថែមរហូតទៅដល់អស់ចំនួននៃការស្នើសុំកម្មករអញ្ចិតសិនមុននឹងចាប់ផ្ដើមធ្វើការរក្សាទុកហើយចាក់ចេញមានថាចុងក្រោយគឺយើងរក្សាទុកហើយយើងចាក់ចេញពីទីតាំងនៅផ្ទាំងនេះមួយសិនអញ្ចឹងក្រោយពីយើងចុចរក្សាទុកនឹងទាំងនេះហើយអ្នកទាំងអស់គ្នាត្រូវចូលមកដល់ចំណុចបន្ទាប់ទៀតបាទចំណុចបន្ទាប់ទៀតគឺជាចំណុចដែលត្រូវបញ្ជូនសំណើសុំទៅកាន់ប្រព័ន្ធក្នុងការទាញយកវិក័យប័ត្រដើម្បីធ្វើការបង់ប្រាក់បាទអញ្ចឹងបន្ទាប់ពីយើងចាក់ចេញអំបញ្ញមិញហើយផ្ទាំងមកដល់គឺកន្លែងចំណុចមួយនេះបាទយើងមករកកន្លែងទីតាំងមួយគឺបញ្ជីកំពុងរៀបចំស្នើសុំនេះហើយធ្វើការ check ទៅលើបញ្ជីឈ្មោះឬក៏ឈ្មោះដែលយើងត្រូវការស្នើសុំសៀវភៅការងារនិងបានសម្គាល់កម្មករចិត្តខ្មែរនោះបាទបើសិនបើយើង tick នៅកន្លែងនេះគឺមានន័យថាយើងស្នើសុំជាច្រើនទាំងអស់ tick ម្ដងគឺវាធ្លាក់ចុះគ្រប់ទាំងអស់អញ្ចឹងយើងត្រូវបង្ហាញថាតើយើងត្រូវបង្ហាញជួរដេករបស់យើងម្ដងប្រហែលបើសិនបើយើង select ម្ដងគឺបាន10បង្ហាញ10ជួរដេកអញ្ចឹងទៅបើករណីអ្នកទាំងអស់គ្នាត្រូវការម្ដង2ឬក៏ម្ដង3អ្នកទាំងអស់គ្នាអាច tick ទៅតាមតម្រូវការបន្ទាប់មកចំណុចលេខ2និងលេខ3នេះគឺប្រសិនបើយើងត្រូវការលុបឧទាហរណ៍យើងបញ្ចូលហើយស្រាប់តែយើងគិតថាបញ្ចូលខុសបញ្ចូលអីយើងអាចលុបម្នាក់បានឬក៏2នាក់ទៅតាមតម្រូវការដែលយើង tick នេះមានថាកាលណាយើង tick កន្លែងនេះគឺយើងចង់បានកំណត់ option បន្ថែមចង់លុបចេញឬក៏ចង់បញ្ជូនសំណុំស្នើសុំនេះតែម្ដងអញ្ចឹងក្រោយពីយើងបញ្ជូនសំណើសុំហើយអ្នកទាំងអស់គ្នានឹងឃើញមានមួយគឺផ្ទាំងសំណើសុំរបស់អ្នកបានបញ្ជូនបានជោគជ័យអញ្ចឹងនៅពេលដែលបញ្ជូនបានជោគជ័យដូចនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យថាទាញយកព័ត៌មានបង់ប្រាក់អញ្ចឹងក្រោយពីអ្នកទាំងអស់គ្នាទាញយកព័ត៌មានបង់ប្រាក់អ្នកទាំងអស់គ្នាអាចចាប់ផ្ដើមបន្តទៅបង់ប្រាក់តាមរយៈធនាគារដែលជាដៃគូមានថាធនាគារដែលយើងអាចបង់បានអាចមានធនាគារ ABA អាចមានធនាគារស្ថាបនាមាន ACDA ជាដើមអញ្ចឹងក្រោយពីអ្នកទាំងអស់គ្នាបានបង់ប្រាក់រួចចំពោះការបង់ប្រាក់អ្នកទាំងអស់គ្នាទាញយកកាន់ដៃនេះកាន់ដៃបង់ប្រាក់គឺនឹងឃើញមានលេខកូដសម្គាល់អញ្ចឹងយើងអាចចូលទៅដល់ធនាគារយើងអាចចូលកាន់ទីតាំងសេវាណាមួយដែលយើងត្រូវការបង់ហើយគឺយើងរងចាំសេវានោះការអនុម័តបើកាលណាមានបញ្ហាឬក៏ការខ្វះចន្លោះណាមួយនៅក្នុងការបំពេញឯកសារការស្នើសុំមន្ត្រីជំនាញគេនឹងធ្វើការបញ្ជូនឬក៏ទាមទារឯកសារបន្ថែមមកកាន់យើងតាមរយៈ email ដែលយើងធ្វើការ register មានថាការស្នើសុំរបស់យើងគឺគេនឹងបញ្ជូនតាមរយៈ email មកវិញគឺចឹងបើករណីដែលมันមានបញ្ហាទេគឺការអនុម័តបញ្ចប់គឺអ្នកទាំងអស់គ្នានឹងទទួលបានសៀវភៅការងារនិងបានសម្គាល់កម្មករចិត្តខ្មែរតែម្ដងគឺចឹងនៅក្នុងវីដេអូរបស់ខ្ញុំគឺខ្ញុំសូមបង្ហាញទូទៅប៉ុណ្ណេះពីដំណើរការនៃការស្នើសុំយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតពាក់ព័ន្ធជាមួយនឹងការងារបច្ចេកទេសផ្សេងៗផងដែរបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទជួបគ្នានៅវីដេអូក្រោយៗទៀត